Hello សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពីភាសាអង់គ្លេសប្រចាំថ្ងៃរបស់យើងទៀតបន្ទាប់ពីបាត់រយៈវែងភាសាឈើមានការអត់ស្រួលខ្លួនតិចតួចតែសាយមួយខែហើយអ្នកទាំងអស់គ្នាអញ្ចឹងក្នុងវីដេអូនេះយើងមកសិក្សាទៀតទាក់ទិននឹង family យើងប្រែថាគ្រួសារ family គ្រួសារនិយាយពីពាក្យក្នុង family យល់ថាពាក្យទី1នេះគឺ mother យើងប្រែថាម្ដាយយើងឧទាហរណ៍ប្រយោគ I miss my mother every day I miss my mother every day I miss នឹកខ្ញុំនឹក mother ម្ដាយរបស់ខ្ញុំ every day ជារៀងរាល់ថ្ងៃទី2 father ប្រែថាឪពុក My father is an artist my father is an artist ឪពុករបស់ខ្ញុំគឺជាវិចិត្រករឬវិចិត្រសិល្បៈអ្នកគូរគំនូរអូខេ parent ប្រែថាឪពុកម្ដាយពីរនេះបូកចូលគ្នាបានជា parent ឪពុកម្ដាយ I often have dinner with my parents at 8 o'clock I often have dinner with my parents at 8 o'clock មកដល់មកការឬក៏ជានឹកញាប់ខ្ញុំបានញ៉ាំអាហារ dinner អាហារថ្ងៃឡាន់ថ្ងៃត្រង់ dinner អាហារពេលល្ងាចអូខេជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំនៅម៉ោង8 grandfather ប្រែថាជីតា My grandfather is 79 years old My grandfather is 79 years old ជីតារបស់ខ្ញុំអាយុ79ឆ្នាំហើយនេះក៏មានអាយុ79ឆ្នាំអញ្ចឹងដែរ grandmother ជាដូនជីតាអញ្ចឹងដែរ My father take my grandmother to attend my birthday បាទឪពុករបស់ខ្ញុំនេះ tag នេះយើងប្រែថានេះថាអញ្ជើញក៏បានអញ្ជើញgrandmother នេះជីដូនរបស់ខ្ញុំចូលរួម to attend ចូលរួម my birthday ថ្ងៃខួបកំណើតរបស់ខ្ញុំ grandparent ជីដូនជីតា I love my grandparent very much ខ្ញុំស្រឡាញ់ជីដូនជីតារបស់ខ្ញុំខ្លាំងណាស់អូខេ brothers បងប្អូនប្រុស brothers tonight I and my brother go to dance in the club tonight យប់នេះខ្ញុំហើយនិងបងប្រុសរបស់ខ្ញុំទៅរាំនៅក្នុងក្លឹបអញ្ចឹងបាទឬខ្ញុំនិងបងប្រុសរបស់ខ្ញុំទៅរាំនៅក្នុងក្លឹបនៅយប់នេះតែអញ្ចឹងក៏បានអូខេ sister បងប្អូនស្រី I have two sister and three brother ខ្ញុំមានប្អូនស្រី2នាក់ហើយនិងបងប្រុស2នាក់ឬក៏ប្អូនប្រុស2នាក់អូខេ continue អូខេ uncle ពេលនេះអានថា uncle ពូឬក៏អ៊ំប្រុស uncle I go to buy a cell phone with my uncle ខ្ញុំទៅទិញទូរស័ព្ទដៃជាមួយនឹងពូរបស់ខ្ញុំ aunt នេះប្រែថាមីង aunt ប្រែថាមីងឬក៏អ៊ំស្រី I always play game with my aunt at homeខ្ញុំតែងតែលេងហ្គេមជាមួយនឹងមីងរបស់ខ្ញុំនៅឯផ្ទះឬក៏នៅផ្ទះអញ្ចឹងតែមិនចាំថែមឯក៏បានដែរ
Okay cousin 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 អានេះបងប្អូនជីដូនមួយអ្នកនរគ្នា cousin ហ្នឹងបងប្អូនជីដូនមួយ I learn English with my cousin in ប៉ោយប៉ែតខ្ញុំរៀនអង់គ្លេសជាមួយនឹងបងប្អូនជីដូនមួយរបស់ខ្ញុំនៅប៉ោយប៉ែត sibling 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 បងប្អូនបង្កើត sibling ប្រែថាបងប្អូនបង្កើត I have two sibling ខ្ញុំមានបងប្អូនបង្កើត2នាក់ son 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 នេះប្រែថាកូនប្រុស mothers ម្ដាយ I love his son គាត់ស្រឡាញ់កូនប្រុសរបស់គាត់ចឹងតែ doctors doctors doctor ប្រែថាកូនស្រីសូនស្រី as you are a doctor as you are a doctor you shouldn't go outside alone បើគាត់ជាកូនស្រីគាត់មិនត្រូវគាត់មិនគួរទៅខាងក្រៅម្នាក់ឯងទេកូនស្រីទៅខាងក្រៅម្នាក់ឯងគួរជៀសវាងបានជៀសវាងទៅកុំដើរទៅក្រៅម្នាក់ឯងព្រោះសម័យបច្ចុប្បន្ននេះមនុស្សយើងខុសខើប្រៃផ្សៃណាហើយយើងគួរជៀសបានជៀសទៅកុំដើរទៅតែឯងអីសំបីក៏កូនប្រុសក៏គួរដើរយប់អីតែឯងក៏គួរកុំដើរដែរគ្រោះថ្នាក់ណាស់អ្នកទាំងអស់គ្នាសម័យបច្ចុប្បន្ននេះមនុស្សយើងលែងដឹងខុសត្រូវគុណទោសអ្វីទៀតហើយគឺខុសខើណាស់អ្នកទាំងអស់គ្នាឃើញព័ត៌មានមកស្លាប់រាល់ថ្ងៃអញ្ចឹងទៅអញ្ចឹងយើងជាកូនស្រីអញ្ចឹងជាពិសេសកូនស្រីក៏គួរកុំចេញក្រៅកុំចេញក្រៅតែឯងត្រូវមានគ្នាអីហ្នឹងមានគ្នាក៏វាពិបាកដែរប៉ុន្តែវាមានភាពកក់ក្ដៅជាងទៅម្នាក់ឯងហ្នឹង wife ពាក្យនេះគេហៅថា wife ប្រែថាប្រពន្ធ do you have any wife do you have any wife តើអ្នកមានប្រពន្ធផ្សេងទៀតទេមានប្រពន្ធដតីទៀតទេមានប្រពន្ធទី2ទី3អីទៀតអត់អញ្ចឹង do you have any wives husband ប្រែថាប្តី listen to me សូមស្ដាប់ខ្ញុំ I am your husband ខ្ញុំគឺជាប្តីរបស់អ្នកឬក៏បងជាប្តីរបស់អូនអញ្ចឹងក៏បានដែរអូខេ children ប្រែថាកូន child បើ child កូនដល់ children កូន child លុបតែ re n នេះចេញមកចេញ child អូខេ I have two children ខ្ញុំមានកូន2នាក់អូខេពាក្យយើងនៅក្នុងវីដេអូនេះមានប៉ុណ្ណឹងអ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អនិងមានប្រាជ្ញាឆ្លាស់វៃហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel ជើងមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណសូមជម្រាបលា